ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីហមមេព័ត៌មានម៉ោងទី2បាទសូមស្វាគមន៍ប្រិមិត្តយើងវិលមកជួបគ្នាសម្រាប់គូទី2នេះបាទហើយគូទី2នេះបន្តពីម៉ោង8នេះទៅហើយដើម្បីជម្រាបជូនទូទស្សនិកជននៅព័ត៌មានមួយចំនួនដែលក្នុងនោះក៏មានព័ត៌មានដែលត្រូវសន្យាដើម្បីជម្រាបជូនថាព័ត៌មាននឹងត្រូវលម្អិតជុំវិញអំពីបញ្ហាការនាំចូលទឹកស៊ុបមកពីប្រទេសវៀតណាមបាទហើយនឹងរឿងទៀតទៅក៏មានរឿងខ្លះទៀតដែលត្រូវបញ្ចប់ភាគរបស់វាដែលទូទស្សនិកជនបានទស្សនាហើយប៉ុន្តែរឿងនោះមិនទាន់ចប់បាទហើយក៏រឿងដែលកើតឡើងកាលពីយប់មិញក៏ដូចជាព្រឹកនេះដែលកើតឡើងជាបន្តបន្ទាប់យើងនឹងជម្រាបជូនទូទស្សនិកជនឲ្យបានជាព័ត៌មានទាំងអស់ហ្នឹងបាទហើយម្សិលមិញនេះក៏មានសារជាច្រើនតាក់ទងអំពីរឿងអ្នកលោតពីលើស្ពានជួយចង្វាកាលពីម្សិលមិញមានអ្នកខ្លះគាត់ក៏អស់សំណើចដោយសារតែគាត់ថាខាងបរោះហ្នឹងមើលទៅទំនងដូចជាមនុស្សដែលមិនមែនជាមនុស្សដែលក្រីក្រទ្របធន់ណាគាត់ចង់លើកឡើងអញ្ចឹងហើយបើជាទៅធ្វើលបែងអញ្ចឹងឲ្យលោតដើម្បីបង្ហាញពីចិត្តស្មោះបាទដែលធ្វើឲ្យមហាជនផ្ញើសារមកខ្ញុំជាច្រើនជុំវិញអំពីរឿងអ្នកលោតពីលើស្ពានហ្នឹងបាទឥឡូវនេះខ្ញុំចាប់ផ្ដើមជម្រាបជូននៅព័ត៌មានជុំវិញរឿងទឹកស៊ុបនាំចូលមកពីប្រទេសវៀតណាមដោយសារតែខ្ញុំបានសន្យាកាលពីម្សិលមិញថានឹងជម្រាបជូនទូទាំងជនឲ្យបានជាក្រោយពេលដែលខ្ញុំបានជួបជាមួយនឹងមន្ត្រីពាក់ព័ន្ធនៅតាមច្រកនានានៅក្នុងតាមបណ្ដាខេត្តដែលមកពីប្រទេសវៀតណាមបាទអញ្ចឹងតាក់ទងអំពីបញ្ហារឿងទឹកស៊ុបនេះខ្ញុំបានឲ្យក្រុមការងាររបស់ខ្ញុំទី1នៅខាងខេត្តត្បូងឃ្មុំបាទខេត្តត្បូងឃ្មុំគឺជាព្រំប្រទល់ជាប់នឹងព្រំដែនប្រទេសវៀតណាមដែលកន្លងមកធ្លាប់ឮពាក្យចចាមរាមដែលថាទឹកស៊ុបត្រូវបាននាំចូលមកពីតាមច្រកនៅក្នុងខេត្តត្បូងឃ្មុំឬក៏មណ្ឌលអតីតខេត្តកំពង់ចាមយើងបានជួបជាមួយនឹងមន្ត្រីគយដែលជាការគ្រប់គ្រងនៅតាមច្រកនោះទាំងអស់ដើម្បីសាកសួរព័ត៌មានជុំវិញអំពីបញ្ហាទឹកស៊ុបបាទប៉ុន្តែมันមានព័ត៌មានណាមួយដែលបានបង្ហាញជាក់លាក់ថាទឹកស៊ុបត្រូវបាននាំចូលមកតាមច្រកនោះទេបាទអញ្ចឹងមន្ត្រីគយប្រចាំនៅខាងខេត្តត្បូងឃ្មុំបានធ្វើការបំភ្លឺថារហូតមកដល់ពេលនេះលោកមិនទាន់បានទទួលព័ត៌មានឬក៏មិនទាន់បានចាប់ប្រភេទទំនិញទឹកស៊ុបដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈតាមរយៈប្រព័ន្ធសង្គម Facebookក៏ដូចជាមានការភ្ញាក់ផ្អើលតគ្នាទៅតាមបណ្ដាខេត្តអញ្ចឹងនៅច្រកខាងកំពង់ចាមបាទតាមបណ្ដាច្រកកំពង់ចាមគាត់បានបំភ្លឺថាអត់ទាន់មានព័ត៌មានផ្លូវការណាមួយជុំវិញអំពីការនាំចូលទឹកស៊ុបនេះទេបាទនេះគយ